ងសូមគោរពលោកស្រីសាវុតដាលីនាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសាវនករកម្ពុជាថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាពិបាលគណៈគ្រប់គ្រងទាំងអស់នៃសាកលវិទ្យាល័យស៊ីរុបពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានទទួលស្វាគមន៍វត្តមានរបស់លោកស្រីនាយិកាលោកនាយករងនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសាវនករកម្ពុជាដែលបានផ្ដល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីដ៏មានសារៈសំខាន់នៃព្រឹកនេះដើម្បីចែកជូនចំណេះដឹងបទពិសោធន៍ដល់និស្សិតសាស្ត្រាចារ្យបុគ្គលិកគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យស៊ីរុបនៅក្នុងការយល់ដឹងអំពីកម្មវិធីបច្ចេកទេសគណនេយ្យករ ATQ និងប្រព័ន្ធគាំទ្រអាជីពការងារ CSS នាព្រឹកនេះជូនដល់និស្សិតប្រមាណជា200នាក់ជួយលោកស្រីសាវុតដាលីនាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសាវនករកម្ពុជាមានសមត្ថភាពជាបឋមចាសូមគោរពលោកសាកលវិទ្យាធិការចាលោកសុនសេដ្ឋាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបហើយក៏សូមគោរពគណៈគ្រប់គ្រងចាលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបហើយសួស្តីបងប្អូនទាំងអស់គ្នាចាហើយដោយលោកគ្រូយោបានលើកឡើងអញ្ចឹងគឺនឹងមានកិច្ចសហការបន្តទៀតពីខាងគីប៉ាទៅជូនដល់ខាងសាលាហើយក៏មានអ្វីដែលត្រូវការបន្ថែមទៅលើចំណុចណាមួយដែលគិតថាខាងគីប៉ាជួយបានយើងរីករាយស្វាគមន៍ក្នុងការចូលរួមចា៎សុនសេដ្ឋាតំណាងអ្នកអង្គការលីគុនថៃវាតាផ្ដល់កិត្តិយសជូននៅបានថ្លៃអំណរគុណក៏ដូចជាកដោនសាវរីចំពោះគណៈកម្មការក៏ដូចជាវាគ្មិនកិត្តិយសបាទសូមគោរពជួយ